ดีได้ថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍នេះគឺអត់បានទៅណាឆ្ងាយទេអ្នកទាំងអស់គ្នាអើយអត់បានទៅណាឆ្ងាយមិនស្ទឹងគោលន់អីចិត្តបឹងថ្នាក់ណោះបងប្អូននៅស្រុកទលោសែនជ័យសប្បាយមែនទេណាបងប្អូនទៅគ្នាច្រើនចឹងលក្ខណៈថាយើងទៅគ្នាច្រើនចឹងយើងសប្បាយទៅមើលបងយើងគាត់បងត្រីបងអីចឹងណាហើយយើងដាក់សម្ភារៈអីទៅហូបផ្សេងទៀតដើម្បីញ៉ាំបរិយាកាសទៅដើរលេងរបស់យើងឲ្យសប្បាយដែរគឺលក្ខណៈថាយើងទៅដើរលេងបែបនេះនេសាទតែម្ដងហើយដំណើរកំសាន្តថ្ងៃនេះពួកខ្ញុំទៅរៀងច្រើនគ្នាបន្តិចបងប្អូន3 4 5 6នាក់ចឹងណានៅពេលទៅដល់ស្ទឹងគោលន់ហ្នឹងគឺជាប់ព្រំប្រទល់ជាមួយនឹងខេត្តបាត់ដំបងហ្មងបើសិនជាបងប្អូនណាបានទៅកន្លែងហ្នឹងខ្លះសូមខមមិនអ្នកមួយមើលហើយទៅបរិយាកាសពេលល្ងាចគ្រាន់តែទៅដល់ព្រាមបងប្អូនអើយគ្រាន់តែអ្នកបងត្រីឡើងមកកណូក៏ដឹកហ្មងសប្បាយក៏សប្បាយហើយបានត្រីយកមកផ្ទះហូបទៀតចឹងណាបងប្អូនឃើញគ្រាន់តែពួកខ្ញុំគ្រាន់តែទៅដល់ព្រាមស្រាប់តែស្គាល់អ្នកធ្លាប់ស្គាល់ព្រាមបែកគ្នាឡើង4 5ឆ្នាំអី4 5 10ឆ្នាំសិនទៅហើយដល់ពេលទៅជួបនៅកន្លែងរកត្រីហ្នឹងតែម្ដងពិតជាមិននឹកស្មានដល់មែនណាហើយខ្ញុំបានសុំទូកដល់ប្រវត្តិជីកទៅមើលគាត់ដែលយកត្រីតាមម៉ោងចឹងណាពីព្រោះអីខ្ញុំឈរមើលគេបងត្រីក៏បានច្រើនណាស់ហើយឥឡូវហ្នឹងក៏ចាប់ផ្ដើមសុំទូកជីកទៅមើលគេដោះត្រីតាមម៉ោងចឹងបងប្អូនធំណាសិតតែត្រីស្ទឹងត្រីអីវាចុះត្រីនិយាយទៅខែតិចអញ្ចឹងគឺចុះហើយបន្ទាប់មកក៏យើងបន្តដំណើរទៅមុខទៀតចឹងណាបងប្អូនឃើញស្ទឹងគោលន់ណាបងប្អូនធ្លាប់ស្គាល់អត់បើសិនជាបងប្អូនធ្លាប់ទៅសូមខមមិនមួយមើលហើយថ្ងៃនោះគឺសប្បាយចិត្តមែនទែនដល់ពេលដែលបានទៅដល់ហើយបានជួបអ្នកធ្លាប់ស្គាល់ពីមុនមកអញ្ចឹងហើយគាត់បានឲ្យខ្ញុំជីកទូកទៅដោះត្រីជាមួយគាត់និយាយទៅសប្បាយខ្លាំងមែនទែននៅពេលយប់ឡើងវិញពួកខ្ញុំនាំគ្នាបានត្រីនឹងមកគឺពួកខ្ញុំនាំគ្នាប្រកាត់ភ្លើងអាំងហូបអីចឹងទៅធ្វើត្រីអីហើយប្រអប់អំបិលប្រអប់អីទៅអាំងហូបលក្ខណៈថាស្រស់សាច់វិញរសជាតិនឹងផ្អែមហ្មងបងប្អូនហើយពេលដែលបងត្រីបានចឹងទៅយើងធ្វើឲ្យហើយចឹងទៅព្រឹកឡើងយកមកផ្ទះចាំប្រឡាក់អីចឹងទៅទុកហូបខែប្រាំងឡើងបើនិយាយថាវាសប្បាយខ្លាំងបែបអ្នកទីក្រុងគឺអត់សប្បាយទេបងប្អូនពីព្រោះអីយើងទៅដើរលេងបែបអ្នកនេសាទកូនអ្នកស្រុកស្រែចំការចឹងក៏ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបហ្នឹងគឺសប្បាយហើយសម្រាប់ខ្ញុំតែបងប្អូនវិញចូលចិត្តបែបមិនទៅដើរលេងរបៀបម៉េចគឺខ្ញុំអត់ដឹងទេសម្រាប់ពួកខ្ញុំវិញចូលចិត្តណាមុជព្រៃមុជផុកមុជអីហ្នឹងដើររកត្រីរកអីទៅចូលចិត្តមែនតែនហើយយប់ឡើងពួកខ្ញុំនេះឃើញសិពៅវិញគេប្តីគេរកត្រីបានចឹងទាំងធំអីចឹងគេនាំគ្នាមកធ្វើត្រីប្តីគេចឹងណាសម្រាប់ពួកខ្ញុំអត់មានប្តីមានស្អីអីគេទេគឺទៅដើរលេងសុទ្ធសាធហ្មងណាសុំគេអាំងហូបលេងចឹងតែម្ដងទៅ